ជំរាបសួរបងប្អូនថ្ងៃនេះយើងមកអាប់ដេតតម្លៃហាងចេញមាសនៅថ្ងៃច័ន្ទដើមសប្តាហ៍សម្រាប់ធ្វើការជួញដូរនៅថ្ងៃទី10ខែ11ឆ្នាំ2025តម្លៃហាងចេញមាសបច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្នុង$4055ក្នុង1អោនដែលស្មើនឹង$4880ក្នុងមួយតម្លឹងយើងបានឃើញដំណើរទីផ្សារមាសនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះផងដែរគឺបាន start up ឡើងពីតំបន់$4000ឥឡូវនេះវាឡើងខ្ទង់$50ក្នុង1អោនហើយបងប្អូនអញ្ចឹងទំនោរក៏ដូចជាកម្រិតទីផ្សារដែលបាញ់ហោះឡើងមកនៅក្នុងព្រឹកថ្ងៃច័ន្ទនេះផងដែរគឺបង្ហាញទៅលើកម្លាំងទីផ្សារដែលបង្កើតទៅជាទំនោរ up trend ឬក៏បង្កើតទៅជាកម្លាំងឡើងផងដែរតាមការព្យាករណ៍និងការវិភាគកន្លងមកយើងតែងតែរំពឹងថាតម្លៃទីផ្សារមាសមានអត្រានៅក្នុងការហោះដាច់ពីតម្លៃ$4070ទៅ$4060ក្នុង1អោននេះគឺជាកម្លាំងដែលបង្ហាញទិសដៅធំបន្តទៀតថាទំនោរនឹងមានឱកាសក្នុងការឡើងទៀតផងដែរសម្រាប់នៅព្រឹកថ្ងៃច័ន្ទនេះផងដែរឥឡូវទីផ្សារបានព្យាយាមមកក្បែរនៅក្នុងតំបន់0ហ្នឹងហើយឥឡូវនេះគឺយើងកំពុងតែមើលទៅលើលំហូរស្រាប់ឈើ4ម៉ោងហើយយើងមើលឃើញថាកម្លាំងក៏ដូចជាដំណើរទីផ្សារមាសហ្នឹងគឺមានកម្លាំងនៅក្នុងការឡើងច្រើនទៅបន្ថែមទៀតផងដែរបងប្អូនអញ្ចឹងយើងអាចគូសក្រាបក៏ដូចជាដំណើរទីផ្សារដែលមានអត្រានៅក្នុងការដើរទៅលើបច្ចេកទេសម្ដងអញ្ចឹងយើងអាច start ឡើងពីតម្លៃ$4000ក្នុង1អោនដែលជាការ start up នៅក្នុងព្រឹកមិញផងដែរឥឡូវវាបានឡើងមកខ្ទង់តម្លៃ$4055ក្នុង1អោនហើយយើងមើលឃើញ candlestick 4ម៉ោងឡើងខ្ទង់50លេខប៉ុន្តែនៅក្នុង candlestick 4ម៉ោងបន្ទាប់មួយទៀតនេះមិនមែនជាតម្លៃដែលត្រូវឈប់ធំហ្នឹងទេនឹងអាចឡើងទៅមួយជើងទៀតអាចថាតម្លៃ$4080ទៅ$4090ក្នុង1អោនអញ្ចឹងយើងអត់ដឹងថាបកគោមួយនេះវានឹងអាចឡើងដល់កម្រិតហ្នឹងឬក៏យ៉ាងណាទេប៉ុន្តែជាភាពងាយស្រួលគឺយើងអាចគូសក្រាបបានបងប្អូនឥឡូវយើងគូសក្រាបនៅកលៈមួយដែលជាតម្លៃ$4080ទៅឬក៏តម្លៃ$4100ក្នុង1អោនហ្នឹងគឺជាចលនាដែលទីផ្សារអាចថានឹងទម្លាក់ខ្លួនចុះមកកម្រិតតិចតួចហើយបង្កើតជាទំនោរ up បែបនេះអញ្ចឹងបើយើងគូសក្រាបវិញមានន័យថាទំនោរទីផ្សារគឺលំហូរ up trend អញ្ចឹងយើងអាចធ្វើការជួញដូរទៅតាមកម្លាំង up បានតើការជួញដូររបៀបម៉េចទៅលើលំហូរ up មានន័យថាទំនោរទីផ្សារនៅពេលដែលវាឡើងខ្ពស់យើងអាចធ្វើការលក់ skip ខ្លីបានយើងមើលនៅក្នុងលំហូរ30នាទីឬក៏ candlestick 1ម៉ោងឬក៏15នាទីដើម្បីរក candlestick មួយណាដែលជាសញ្ញានៅក្នុងការ sell សម្រាប់ការ sell short term បានប៉ុន្តែសម្រាប់ការជួញដូរដែលត្រូវលំហូរ up trend គឺយើង follow ទៅលើការទិញអញ្ចឹងនៅពេលដែលតម្លៃទីផ្សារព្យាយាម down ចុះមកទាបត្រឹមកម្រិតចលនា10ទៅ20 30លេខហ្នឹងគឺជាតំបន់ទីផ្សារមួយដែលប៉ះនៅក្នុង support trend ក៏ដូចជាតំបន់ដែលវា pull back up ឡើងទៅលើទៀតផងដែរអញ្ចឹងយើងអាចធ្វើការទិញនៅក្នុងតំបន់កលៈទី1ទី2ឬក៏តំបន់ទី3នេះដូចគ្នាផងដែរបងប្អូននេះហើយគឺជាការជួញដូរនៅក្នុងលំហូរ up trend ហើយយើងមើលឃើញ candlestick ក៏ដូចជាកម្លាំងទីផ្សារគឺទំនោរឡើងអញ្ចឹងយើងអាចធ្វើការជួញដូរទៅតាមលំហូរឡើងបានដើម្បីទាញផលចំណេញបើសួរថាកម្លាំង candlestick កំពុងតែឡើងតើវាអាចនឹងឡើងដល់ណាតាមការព្យាករណ៍និងការវិភាគរបស់ខ្ញុំមានន័យថាកម្លាំង candlestick ហ្នឹងអាចនឹងលោតឬក៏តម្លៃទីផ្សារអាចនឹងលោតទៅដល់$4100ក្នុង1អោនឬអាចលើសនឹងផងនៅក្នុងយប់នេះបងប្អូនដោយសារតែទំនោរ up trend មិនដឹងថាយប់ហ្នឹងឬក៏ស្អែកទេប៉ុន្តែកម្លាំងទីផ្សារគឺមានភាគរយច្រើននៅក្នុងការហោះឡើងមកលើណាដោយសារតែតំបន់មួយនេះគឺជាតំបន់ដែលយើងកំណត់សម្គាល់ដែរនៅតម្លៃ$4010ក្នុង1អោននេះឥឡូវវាបាន break ហើយអញ្ចឹង candlestick 4ម៉ោងនេះមិនមែនជាតំបន់ដែលត្រូវចុះច្រើនទេបើសិនជាចុះក៏មកកាលត្រឹមតម្លៃ$4010ឬក៏$4000ហ្នឹងក៏ជាការបកត្រឡប់នៃកម្លាំង candlestick ហោះឡើងទៅលើទៀតដែរអញ្ចឹងទំនោរក៏ដូចជាដំណើរទីផ្សារនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះតាមការរីកមិនជាធំគឺយើង follow ទៅលើការទិញងាកមកតម្លៃហាងឆេងមាសសម្រាប់ធ្វើការទិញលក់នៅថ្ងៃទី10នេះផងដែរតំបន់ទី1យើងអាចទិញនៅតម្លៃ$4032និងតំបន់ទី2គឺតម្លៃ$4016ហើយតំបន់ទី3វិញគឺ$4000ក្នុង1អោនតំបន់ដែលយើងរងចាំលក់វិញគឺ$4073និងតំបន់ទី2គឺ$4092និងតំបន់ទី3គឺ$4111ក្នុង1អោនដោយសារតែទិសដៅនៃតម្លៃទីផ្សារគឺយើងមើលឃើញថានៅបន្តឡើងទៀតអញ្ចឹងបើយើងអាច start ពីតម្លៃដែលវា start ឡើងកាលពីព្រឹកមិញហ្នឹងគឺអត់មានតំបន់ដែលត្រូវឈប់នៅក្នុងតំបន់ទាបនេះទេគឺអាចយ៉ាងហោចណាស់ក៏ត្រឹមតំបន់$4008 $4009ឬក៏$4100ក្នុង1អោនដែរដែលជាតំបន់កលៈនៃកំពូលមួយដែលវាបង្កើតទៅជាទំនោរអាចចុះមកក្រោមវិញត្រឹម20ទៅ30លេខអីចឹងទៅអញ្ចឹងទាំងនេះគឺជាកម្លាំងទីផ្សារដែលយើងមើលឃើញនៅក្នុងការវិភាគសម្រាប់ថ្ងៃ10នេះសម្រាប់ធ្វើការទិញលក់គឺទំនោរ up trend គឺបងប្អូនអាចធ្វើការរកឱកាសដើម្បីទិញបានច្រើននៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះផងដែរសម្រាប់ការព្យាករណ៍និងវិភាគតម្លៃហាងឆេងមាសនៅក្នុងការជួញដូរនៅថ្ងៃទី10នេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងក៏ជូនពរបងប្អូនទាំងគ្នាធ្វើការទិញលក់ហាងឆេងមាសទទួលបានផលចំណេញច្រើនមានចម្ងល់អ្វីបន្ថែមបងប្អូនអាចមកសួរតាមរយៈលេខ Telegram បានដែលមានលេខ093 82 5579